កម្ពុជារបស់យើងបានបញ្ចប់បាទដូច្នេះក្រុមទាំងពីរបាទគីរវកិច្ចគ្នាបាទស្វាគមន៍ដើម្បីមុននឹងចាប់ផ្ដើមការប្រកួតបាទអញ្ចឹងមើលទៅឯកសណ្ឋានបាទដាច់គ្នាល្អមែនទែនមកលោកកណាល់បាទរូបាបាទគឺលឿងទាំងខោទាំងអាវទាំងស្រោមជើងតែម្ដងបាទដូចនឹងកម្ពុជារបស់យើងដែរបាទគឺទឹកប៊ិចបាទមួយឈុតទាំងស្រោមជើងខោនិងអាវបាទជាឯកសណ្ឋានទី1បាទនៅក្នុងទឹកដីបាទយ៉ាងណាបាទគឺយើងមកទស្សនាបាទនៅ11នាក់បាទរបស់ក្រុមជម្រើសជាតិបាទកម្ពុជារបស់យើងបាទវីរៈតារាបង្ហាញខ្លួនបាទជាជម្រើស11នាក់បាទអ្នកចាំទីបាទប្រធានក្រុមគឺកាន់ម៉ូបាទតាកាគីអូសេបាទសេវីសាលយូដៃអូកាវ៉ាបាទលឹមពីសុតបាទអាន់ដ្រេនីតូបាទនីកថៃឡឺបាទសេរីគ្រីយ៉ាបាទបងសាមអែលថ្ងៃនេះក៏បង្ហាញខ្លួនបាទជាជម្រើស11នាក់បាទរួមជាមួយនឹងអាប់ដែលខាដឺផងដែរបាទតំបន់លេងបាទគឺ3-5-2បាទដែលរៀបចំដោយលោកកូជីបាទខ្ជុលកូតូបាទដើម្បីទទួលបាទក្រុមអារូបាបាទតម្លៃបាទសម្រាប់សមាជិកភាពបាទកីឡាករបំរុងបាទយើងឃើញថាគាត់មានច្រើនដែរបាទសម្រាប់កម្ពុជាដើម្បីត្រៀមបាទធ្វើការផ្លាស់ប្ដូរបាទទៅតាមនីតិណាមួយបាទឬក៏ការរៀបចំដោយយុទ្ធសាស្ត្របាទនៅក្នុងតង់ទី2បាទអញ្ចឹងប្រធានក្រុមទាំងពីរបាទខាងបាទអារូបាបាទគឺកីឡាករបាឡេទីនបាទអ្នកចាំទីប្រធានក្រុមបាទហើយនេះអាញាកដាលបាទជនជាតិសង្ហបុរីបាទនឹងដឹកនាំការប្រកួតបាទមានបាទអាញាកដាលបាទលោកអ៊ីវទីណាបាទក៏ជាបាទអាញាកដាលបាទមន្ត្រីអាញាកដាលបាទសម្របសម្រួលបាទនៅក្នុងការប្រកួតផងដែរបាទផ្លាស់ប្ដូរទង់អនុស្សាវរីយ៍បាទសម្រាប់ក្រុមជម្រើសជាតិទាំងពីរបាទបញ្ជាក់ថាឆ្នាំនេះបាទថ្ងៃនេះខែនេះម៉ោងនេះបាទជួបប្រកួតគ្នាបាទនៅក្នុងជំនួបមិត្តភាពបាទនៅក្នុងទង្គឡាដ្ឋានជាតិអូឡ িম্প ិកកម្ពុជារបស់យើងបាទចឹងសម្រាប់11នាក់បាទរបស់ក្រុមខាងអារូបាបាទមាន Matthew Latin បាទដែលជាអ្នកចាំទីបាទនឹងជាប្រធានក្រុមបាទ Nickenson Paul បាទមានបាទ Bradley Mattis បាទ Kimani Nit បាទមាន Robin Ostiana បាទតំណងលេងបាទគឺដូចនឹងកម្ពុជារបស់យើងដែរបាទនេះបាទគឺខុសគ្នាបាទ3-2-5បាទខាងកម្ពុជា3-5-2ទៅច្រាស់គ្នាវិញបាទយើងឃើញថាមានកីឡាករបំរុងបាទច្រើនរួមដូចគ្នាក្នុងឱកាសនៃការបាទជាមួយស្រាបៀរគ្រុឌវឌ្ឍនៈ Brewery ជាម្ចាស់ឧបត្ថម្ភធំផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា Here we go ការប្រកួតចាប់ផ្ដើមបាទលេងចេញពីក្រុមម្ចាស់ផ្ទះបាទលោតបាទបញ្ជាក់ដើម្បីបញ្ជាក់ថាបាល់នេះគឺច្បាស់ថាចេញបាទបាល់នេះបើសិនជាគាត់យឺតតិចអាចចូលបាទឥឡូវបំផ្លោងមកហើយក្រុមដែលមានមាឌធំអើយមិនទាន់បាន3នាទីស្រួលបួលទេរកបានគ្រាប់បាល់បញ្ចូលទីនាំមុខទៅហើយដែលក្រុមបន្តជម្រើសជាតិកម្ពុជា1-0តាឡើងវិញត្រង់នេះបាទមកហើយបំផ្លោងហើយលោតតែតអីយ៉ាត្រង់នេះបាទដូចជាមិនលឿនពេកទេយើងមើលបាទម្ដងទៀតបាទតែបាល់នេះបោកធ្លាក់ដីអេបាទមិនមានសញ្ញាពីការបាទជះបាទទីវីរៈតារាបានទៀតទេបាទវិតែនឹងការលទ្ធផលមួយស្មើបាទតែត្រូវអ្នកចាំទីបាទបដិសេធទៅវិញម្ដងបាទស្លាប់ឆ្វេងរបស់ខាងអារូបាបាទតាក់រត់មួយស្មើកាន់ម៉ូដេញបាល់បាទលើកត្រង់នេះតែថែម2-0បាទកីឡាករលេខ6បាទ Robin Ostiana បាទនេះបាទយើងឃើញថាការលេងបាទវាបកមួយលើករបស់រូបាពិតជាគ្រោះថ្នាក់មែនទែនបាទតាមរយៈការប្រើល្បឿនបាទគឺបាទនៅក្នុងការប្រកួតនេះបាទស្លាប់ខាងឆ្វេងបាទប្រើល្បឿនរបស់គាត់បាទជាមួយនឹងការបញ្ជូនបាល់ខាងលើបាទហើយការលុតតែតបែបនេះបាទគឺហើយការពី2នាក់បាទរបស់កម្ពុជាបាទមានបាទការឆ្ងល់ជាខ្លាំងបាទមើលមុខគ្នាដែរបាទបន្ទាប់ពីតែបញ្ចូលទីបាទដែលបណ្ដោយឲ្យកីឡាករបាទលេខ6បាទអូស្ទីណាបាទគាត់តែមកបញ្ចូលទីបានសម្រាប់បាទគឺ115បាទចំណាត់ថ្នាក់ទី115បាទកាលពីឆ្នាំ2014បាទល្អមែនទែនបាទសម្រាប់រូបានេះឥឡូវរបស់បាល់លេងស្លាប់ស្ដាំបាទសម្រាប់កម្ពុជាបាទសម្រុកពី Nick Tyler ចូល1-2បាទទីបំផុតកម្ពុជាអាចបំបីពងមាន់បានហើយនៅនាទីទី57ដោយធ្វើជើងឆ្វេងបាទ Origin ជើងឆ្វេងរបស់ Nick Tyler ទាត់បញ្ចូលទីបានសម្រេចបាទទៅលើអារូបាបាទធ្វើឲ្យសំលេងបាទគ្រប់គ្រងពីសំណាក់ប្រិមិត្តបាទហូអឹងកងបាទពេញរូបកីឡាដ្ឋានជាតិអូឡ িম্প ិកកម្ពុជាតែម្ដង
ទស្សនារូបភាពសារឡើងវិញបាទការដេញយកបាល់បាទពី Abdel Kader បញ្ជូនបាទស្រួលទៅឲ្យ Nick Tyler អត់ offside ទេ Nick Tyler មានជំនឿចិត្តលើខ្លួនឯងបាទបច្ចេកទេសតខ្លួនញាក់មួយស្មើបាទគឺសុទ្ធយកតែម្ដងមកត្រង់ចំណុចនេះបាទធ្វើឲ្យអ្នកចាំទីបាទគឺមិនអាចរារាំងបាល់នេះបានទេបាទរួមទាំងខ្សែការពារនៅមុខទីផងដែរបាទប៉ងសម្លេងទីបាទនាទី57ដោយ Nick Tyler បាទអញ្ញាកដាលបាទគឺផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយបាទសម្រាប់45នាទី